ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរខ្ញុំនិងមិត្តភ័ក្តិគឺយើងមកទទួលវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់ចុះកម្មសិក្សារយៈពេល2សប្តាហ៍ពីខាងសាកលវិទ្យាល័យ Royal Ed និយាយទៅថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយនិងរំភើបខ្លាំងមែនតើអ្នកគ្នាមើលតែមុខខ្ញុំមកគឺថាសើចបិទមាត់អត់ចិត្តទេអូខេតែយើងចូលទៅកាន់ vlog ទាំងអស់គ្នាសម្រាប់ព្រឹកនេះផងដែរខ្ញុំនិងមិត្តភ័ក្តិគឺមុខរីកដូចគ្រាប់ជីចឹងម្នាក់ៗគាត់តែដឹងថានឹងទទួលបានវិញ្ញាបនបត្រចឹងណាហើយនេះគឺជា department មួយរបស់សាកលវិទ្យាល័យ Royal Ed ផងដែរនិយាយទៅសាកលវិទ្យាល័យគេធំខ្លាំងណាស់អ្នកគ្នា department មួយគឺមានអគារមួយតែម្ដងហើយព្រឹកនេះគឺពួកខ្ញុំបានមកជួបជាមួយនឹង president និង vice president ប្រចាំសាកលវិទ្យាល័យ Royal Ed ផងដែរនិយាយទៅពួកយើងបានជួបគ្នារួចហើយកាលពីមកចុះកម្មសិក្សាកាលថ្ងៃដំបូងតែថ្ងៃបញ្ចប់ពួកគាត់ក៏ជួយដំណើរចឹងណាហើយនេះគឺជាលក្ខណៈទីក្រុង Royal Ed កន្លែងខ្ញុំនៅនោះគឺតាមឈរច្រើនមែនតើខ្ញុំស្រឡាញ់បរិយាកាសក្នុងដំណើរទៅទឹកជាស្អាតខ្លាំងមែនតើហើយឥឡូវនេះគឺពួកយើងរងចាំនៅបន្ទប់ meeting ខាងក្រៅសិនដោយសារតែនៅខាងក្នុងហ្នឹងលោកអ្នកគ្រូគាត់ជាប់ប្រជុំអញ្ចឹងណាចឹងរៀងរងចាំបន្តិចទៅពួកខ្ញុំគាត់តែឃើញវិញ្ញាបនបត្រអង្គនេះសឹកសៀវគ្នាហ្មងហើយរូបភាពនេះគឺជាអនុស្សាវរីយ៍ដែលលោកគ្រូខាងយើងគាត់ជូនទៅខាងលោកអ្នកគ្រូនៅខាង Royal Ed ហើយព្រឹកនេះហ្នឹងគឺពួកខ្ញុំរំភើបខ្លាំងមែនតើដោយសារតែអត់រំភើបថានឹងទទួលបាន certificate ទេតែនៅពេលដែលដឹងថាបានគឺម្នាក់ៗរំភើបខ្លាំងមែនតើហើយនេះគឺជាមិត្តភក្តិរបស់ខ្ញុំគាត់ឈ្មោះថាបូរ៉េនិយាយទៅបូរ៉េគាត់ជាមនុស្សស្រីអ្នកបកកាយអង់គ្លេសហើយ independent ទៅម៉ាត់មកអត់ចេះខ្លាចគេទេអ្នកនរគ្នាហើយសម្រាប់អ្នកទី2នេះវិញអ្នកនរគ្នាឈ្មោះថាណាខីនបរោះញឹមក៏ស្អីចេះមាត់ច្រើនទេហើយគឺ fan របស់វណ្ណដាពេញទំហឹងហ្មងហើយសម្រាប់អ្នកទី3នេះគាត់ឈ្មោះថារីម៉ាអ្នកនរគ្នាជាមនុស្សស្រី cute ហើយចុះសម្រងមួយកូនក្មេងខ្លាំងមែនតើហ្មងលក្ខណៈអញ្ញឹមលោសាច់លោហើយចិត្តអីលក្ខណៈគាត់បរៀនក្មេងៗគឺសមខ្លាំងមែនតើនិយាយទៅគាត់លក្ខណៈចុះសម្រងល្អមួយកូនក្មេងខ្លាំងហ្មងហើយអ្នកទី3នេះគឺឈ្មោះថាសំណាងគាត់ក៏ជាមិត្តភក្តិខ្ញុំដែរនិយាយទៅគាត់ជាមនុស្សដែលរុះរាយរាក់ទាក់ច្រើនអាចនិយាយបានថាល្អនៅក្នុងការតំណែងទៅមកនិយាយទៅមិត្តភក្តិក្នុងក្រុមខ្ញុំហ្នឹងគឺសុទ្ធតែយើងស្រួលនិយាយគ្នាអញ្ចឹងទេហើយម្នាក់នេះគឺខ្ញុំអ្នកគ្នាយ៉ាងមើលខ្ញុំអត់ស្គាល់ឃើញខ្ញុំស្អាតជាងមុនខំតែងខ្លួនឡើងយូរឯអត់ស្អាតមិនកើតទេទៅខ្ញុំជាមនុស្សដែលងាយស្រួលហើយរុះរាយខ្លាំងផងដែរអ្នកនរគ្នាដូចឃើញក្នុង vlog ខ្ញុំមួយអញ្ចឹងចាសូមអរគុណអត់ដឹងនិយាយថាមកចង់អួតខ្លួនឯងចាហើយម្នាក់ចុងក្រោយនេះគឺឈ្មោះថាស្រីនាងគាត់ជាមនុស្សស្រីដែលបកកាយហើយលក្ខណៈថាមានសរសេរលេខសំផ្លែដែលខ្ញុំគាត់សរសេរបានល្អអ្នកនរគ្នាហើយគាត់ក៏ទទួលបានបន្ទុកខ្ពស់ជាងគេលេខ1នៅក្នុងចំណោមសិស្សដែលទៅចុះកម្មសិក្សារបស់ប្រចាំកម្ពុជាដែលពួកខ្ញុំរៀនផងដែរនិយាយទៅពួកខ្ញុំទទួលបានហើយពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនតើហើយក៏អត់ភ្លេចដែរខ្ញុំថត trend មួយមិត្តភក្តិខ្ញុំចឹងណាយើងតាំងពីខ្មែរមកមាននៅសាលាទៅអ្នកនរគ្នាអាចចូលមើលនៅក្នុង TikTok ខ្ញុំបាននិយាយទៅ trend ហ្នឹងគឺរត់តាំងពីសាកលវិទ្យាល័យ UC ទៅដល់ថៃហើយបានវិញ្ញាបនបត្រនៅ Royal Ed ហ្នឹងមកអញ្ចឹងបន្ទាប់ពីពួកយើងទទួលបានវិញ្ញាបនបត្រហើយក៏សំណេះសំណាងតិចក៏លាលោកគ្រូនេះគឺត្រឡប់មកវិញអញ្ចឹងណាប៉ុន្តែម្នាក់គឺថាសប្បាយចិត្តខ្លាំងមែនតើពួកយើងអត់រំពឹងថាយើងនឹងទទួលបានដល់ស្រាប់តែគ្រូខលមកថាបានអញ្ចឹងគឺរំភើបខ្លាំងមែនតើហើយអញ្ចឹងពេលព្រឹកនេះគឺយើងបញ្ចប់សកម្មភាពត្រឹមតែប៉ុណ្្នឹងប៉ុន្តែអត់ទាន់ចប់ទេណាអ្នកនរគ្នាពេលថ្ងៃនេះខ្ទង់ម៉ោង 10 កន្លះហ្នឹងគឺពួកខ្ញុំនឹងទៅទស្សនាទីក្រុង Royal Ed និយាយទៅដោយសារតែសាលាដែលខ្ញុំរៀននេះគឺនៅជាក្រុងអញ្ចឹងបើសិនជាចង់ទៅលេងនៅក្រុង Royal Ed មកត្រូវជិះប្រហែលជាជិត1ម៉ោងទៀតតែអត់អីជាបញ្ហាអីទេអ្នកនរគ្នាដោយសារតែខាងសាលាគាត់យករថយន្តក្រុងមកទទួលពួកខ្ញុំហើយនឹងមិត្តភក្តិថៃប្រហែលអ្នកទៀតទៅជាមួយគ្នានិយាយទៅខ្ញុំសប្បាយចិត្តខ្លាំងមែនតើហើយ Royal Ed Tower នេះគឺពួកខ្ញុំតាមមកលេងកាលពីយប់នេះទេមកញ៉ាំអីហើយទៅក៏លោកគ្រូគាត់ជួយមកមើលអញ្ចឹងណាអញ្ចឹងសម្រាប់សកម្មភាពនៅអេពីសូតបន្តបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាផងណាបាយបាយ